ព្រះបន្ទូលព្រះអង្គជាអ្នកបំភ្លឺភាពងងឹតក្នុងដួងចិត្តយ៉ាងនេះព្រះបន្ទូលជាចង្គៀងបំភ្លឺភាពងងឹតក្នុងដួងចិត្តខ្ញុំបាទសំខាន់ឲ្យព្រះអង្គភ្លឺអត់រឿងនឹងសំខាន់ណាឬក៏ចង់នៅងងឹតទៀតខ្ញុំអត់ដឹងទេណាព្រះបន្ទូលការពារកុំជំនុំពីខ្មាំងសត្វត្រូវព្រះបន្ទូលការពារយើងពីអរិយសាតាំងព្រះបន្ទូលការពារយើងពីសេចក្តីលបួងព្រះបន្ទូលការពារយើងចេញពីនិស្ស័យលុបលន់ខាងឯសាច់ឈាមនេះឯងព្រះអង្គការពារព្រះអង្គគ្រប់គ្រងយើងព្រះអង្គប្រយ័ត្នណាស់ប៉ុន្តែតើយើងឲ្យព្រះអង្គប្រយ័ត្នអត់ឬក៏យើងចង់ទៅធ្វើតាមបំណងចិត្តរបស់យើងនេះដូច្នេះខ្មាំងសត្រូវខ្លាចព្រះបន្ទូលអរិយខ្លាចព្រះបន្ទូលដូច្នេះបានព្រៃសហគមន៍លើកឡើងអំពីគ្រឿងសក្តិនៅគម្ពីរអេផេសូតថាម៉េចសូមគេប្រើគ្រឿងសក្តិនោះដែលមានគេដាវនៃព្រះវិញ្ញាណគឺជាព្រះបន្ទូលបាទដើម្បីច្បាំងជាមួយនឹងខ្មាំងសត្រូវអរិយវាខ្លាចព្រះបន្ទូលរបស់ព្រះជាម្ចាស់ណាមិនវាខ្លាចកពីទេចាំណាអរិយខ្លាចព្រះបន្ទូលរបស់ព្រះអង្គបាទដែលមានអំណាចហ្នឹងហើយហើយព្រះបន្ទូលនោះកំពុងតែនៅក្នុងជីវិតរបស់យើងហើយវាកំពុងតែច្រាំឬក៏កំពុងតែបាញ់នឹងព្រះបន្ទូលចេញពីបេះដូងរបស់យើងណាហ្នឹងហើយឧទាហរណ៍ថាព្រះជាម្ចាស់បានទូថាកុំឲ្យភ័យខ្លាចអ្វីឡើយចូលទូលសូមដល់ព្រះគ្រប់ទាំងទីសំណូមរបស់អ្នកនរគ្នាឲ្យទ្រង់បានជ្រាបនោះទ្រង់នឹងឆ្លើយតបដល់គ្នាពីឋានបរមមកសុខមកអាមែនបាទប៉ុន្តែអរិយថាម៉េចចាឋានមកដងហើយព្រះឆ្លើយនៅឯងទូលដល់ទូលអង្គវោះផឹកវោះនេះឯងព្រះឲ្យឆ្លើយនៅចាអរិយកំពុងឲ្យគេលួចព្រះបន្ទូលចេញពីក្នុងបេះដូងយើងចេញពីក្នុងដួងចិត្តរបស់យើងដល់យើងឆ្លើយថាអើមែនពីមុននេះនិយាយថាម៉េចពេលព្រះអង្គថាកុំឲ្យខ្វល់ខ្វាយឡើយចូលទុកចិត្តបជាម្ចាស់ឲ្យទូលសូមព្រះអង្គអាមែនមែនទេយើងនិយាយចឹងមែនទេហ្នឹងហើយព្រះអង្គថាកុំឲ្យខ្វល់ខ្វាយថ្ងៃស្អែកឡើយបិទថ្ងៃណាឲ្យតែថ្ងៃហ្នឹងទៅបិទព្រះអង្គម្ចាស់ទុំនឹងគ្រប់គង់នេះអាមែននិយាយថាអាមែនបាទដល់តាចាប់ផ្ដើមនេះមានបញ្ហាតែងទូចចូលមកក្នុងជីវិតរបស់យើងអរិយថាអាណាព្រះពុទ្ធគង់ឯងអាណាចិត្តដាច់ពោះឥឡូវហើយអើមែនណាពីមុនអាមែនទៅមកអើមែនណាហ្នឹងអើមែនមួយណាគេមួយអរិយអាមែនជាមួយនឹងព្រះហ្នឹងហើយអញ្ចឹងព្រះគម្ពីរបានថាអរិយវាមកឆក់ព្រះបន្ទូលរបស់ព្រះជាអង្គម្ចាស់នៅពេលដែលព្រះអង្គម្ចាស់ឧទាហរណ៍អំពីការព្រុសស្រូវក៏ពូជខ្លះធ្លាក់លើគេផ្លូវខ្លះធ្លាក់លើថ្មខ្លះធ្លាក់លើគេបន្លាខ្លះធ្លាក់លើដីល្អព្រះបន្ទូលដែលងាយនឹងអរិយយកបានព្រះបន្ទូលធ្លាក់ទៅលើគេផ្លូវបាទបងថាពេលព្រះបន្ទូលធ្លាក់លើផ្លូវចាបនោះវាឃើញហើយវាហៅយកមកចាក់ស៊ីបាត់អស់ទៅអ្នកណាចាក់ស៊ីអរិយតើយ៉ាងនេះអរិយចាក់ស៊ីបាទវាចាក់ស៊ីក្របពូជនៃព្រះបន្ទូលដែលធ្លាក់ទៅក្នុងផ្លូវនៅក្នុងចិត្តរបស់យើងដែលជាផ្លូវចិត្តរបៀបតាមផ្លូវណាយល់ពីផ្លូវចិត្តពីតាមផ្លូវហ៎បាទស្អីក៏បានយ៉ាងនេះស្អីក៏បានបាទជឿព្រះក៏បានមិនជឿក៏បានអានកាពីក៏បានមិនអានក៏បានអធិដ្ឋានក៏បានមិនអធិដ្ឋានក៏បានស្អីក៏បានដែរបាទត្រូវទាំងអស់ហ្នឹងហើយគេហៅថាអាម៉ូមយ៉ាងនេះអាម៉ូមបាទព្រះពិតាអាម៉ូមក្តៅត្រជាក់មិនត្រជាក់ដូច្នេះឯងអរិយនឹងឆក់យកព្រះបន្ទូលតែយើងចង់ធ្វើអាម៉ូមចង់ធ្វើខ្លាំងបាទសូមខ្លាំងនៅជាមួយព្រះអង្គអាមែនបាទអូខេទៅក្នុងនគរការចំពុកទី119ខ105ដល់ខ106បានលើកឡើងថាព្រះបន្ទូលរបស់ព្រះអង្គជាចង្គៀងបំភ្លឺជំហានទូលបង្គំនិងជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំទូលបង្គំសូមសន្យាដោយឥតងាករេថាទូលបង្គំនឹងប្រតិបត្តិតាមវិន័យដ៏សុចរិតដែលព្រះអង្គបង្គាប់មកនេះគឺជាការប្រកាសរបស់ស្ដេចដេវីតតែដេវីតប្រកាសថាម៉េចព្រះបន្ទូលព្រះអង្គជាចង្គៀងបំភ្លឺជើងរបស់ទូលបង្គំដើម្បីកុំឲ្យគេជន់បែងកែវអស់នេះកុំឲ្យជន់បែងកែវកុំឲ្យជន់ពួរកុំឲ្យជន់ក្លុកអាមែនបាទដូច្នេះព្រះបន្ទូលព្រះអង្គជាចង្គៀងបំភ្លឺជើងរបស់ទូលបង្គំដូច្នេះចូលដឹងថាយើងដើរផ្លូវមួយដ៏ត្រឹមត្រូវគឺព្រះបន្ទូលនឹងបង្ហាញយើងរាល់ថ្ងៃអាមែនចង់ធ្វើអ្វីចង់ដើរទៅផ្លូវណាសូមអានព្រះបន្ទូលសូមផ្ទៀងផ្ទាត់ថានឹងទៅឬខុសជាមួយនឹងព្រះបន្ទូលចូលដឹងគិតថាតើការគិតរបស់យើងត្រូវឬខុសសូមផ្ទៀងផ្ទាត់ជាមួយគេព្រះបន្
ទូលរបស់ព្រះអង្គអាមែនបាទអរគុណព្រះអង្គ